សួស្តីអ្នកទាំងអស់គ្នាជួបគ្នាសាជាថ្មីជាមួយនឹង admin ម្ដងទៀតក្នុងការនិទានស្រីរឿងដែលនៃក្បាច់គុណដែលជារដូវកាលទី7ភាគទី49ហើយចំពោះបងប្អូនដែលជារងចាំ admin ផុសក្នុង YouTube យូរអ្នកទាំងអស់គ្នាអាចចូលក្នុងក្រុមបានណាអញ្ចឹងនៅក្នុងក្រុមគឺ admin ផុសរាល់ថ្ងៃអ្នកទាំងអស់គ្នាតោះឥឡូវនេះយើងមកបន្តសាច់រឿងរបស់យើងបន្តទៀតទៅរាងការរបស់ជាងហៅស្រាប់តែបានហោះឡើងបន្តិចម្ដងទៅលើអាកាសនៅពីលើសង្វៀនខណៈពេលដែលត្រូវបានគ្របដណ្ដប់ទៅដោយពន្លឺពណ៌ប្រផេះភ្នែករបស់គាត់គឺមានភាពមុតស្រួចនៅពេលដែលគាត់បានសម្លឹងទៅមើលលេនតុងពីចម្ងាយហើយក៏បានស្រែកឡើងយ៉ាងតឹងរ៉ឹងសិស្សប្អូនលេនតុងប្រសិនបើឯងអាចទទួលបាននៅកណ្ដាប់ដៃនេះខ្ញុំជាងហៅនេះនឹងមិនជំទាស់ឡើយក្នុងការលើកឋានៈរបស់ឯងដើម្បីខ្លាចទៅជាសិស្សផ្ទាល់ជាតិខ្ពស់ទៀតនោះទេផ្កាយពណ៌ប្រផេះដែលមានទំហំ10 feet បានអណ្ដែតនៅពីមុខគាត់យ៉ាងស្ងាត់ស្ងាត់រលកបានបក់បោកយ៉ាងខ្លាំងដូចជាព្យុះហើយវាគឺមានធម្មពលខ្លាំងណាស់ទោះជាយ៉ាងណាក៏ដោយលេនតុងគឺនៅតែស្ងប់ស្ងាត់នៅចំពោះមុខការស្រែកយ៉ាងតឹងរ៉ឹងរបស់ជាងហៅខ្សែបន្ទាត់ពណ៌ប្រផេះនៅចន្លោះជញ្ជាំងរបស់គាត់ក៏បានវិលយ៉ាងលឿននៅពេលនេះវាហាក់បីដូចជាមានខ្សែបន្ទាត់ពណ៌ប្រផេះតូចៗមិនច្បាស់លាស់ជាច្រើនដែលបានលាតសន្ធឹងខណៈពេលដែលវាបានអំទៅដោយកម្លាំងអាក្រក់និងខ្មៅងងឹតតែមួយគ្រួតទិសដៅដែលពួកវាបានឆ្ពោះទៅនោះគឺទៅរកភ្នែករបស់លេនតុងទោះជាយ៉ាងណាក៏ដោយខណៈពេលដែលខ្សែបន្ទាត់ពណ៌ប្រផេះតូចៗជាច្រើននោះចិត្តដឹងវាលោកទៅលើភ្នែករបស់លេនតុងទៅហើយនោះពន្លឺពណ៌សដ៏ទន់ភ្លន់ក៏បានលេចឡើងនៅជុំវិញភ្នែករបស់គាត់ភ្លាមវាគឺពិតជាបានស្រូបយកខ្សែបន្ទាត់ពណ៌ប្រផេះជាច្រើនទាំងអស់នោះដោយផ្ទាល់ប្រសិនបើនរណាម្នាក់អាចសង្កេតមើលនៅចន្លោះជញ្ជាំងរបស់លេនតុងប្រសិនបើនរណាម្នាក់អាចសង្កេតមើលនៅចន្លោះជញ្ជាំងរបស់លេនតុងនៅពេលនេះនោះគេនឹងឃើញថ្មយិនអាចកំបាំងពីបុរាណមួយបានអណ្ដែតយ៉ាងស្ងៀមស្ងាត់នៅទីនោះពន្លឺពណ៌សខ្សោយគឺត្រូវបានបញ្ចេញចេញពីវានៅខាងក្រោមថ្មយិនអាចកំបាំងវាគឺជាកន្លែងមួយដែលពោពេញទៅដោយកម្លាំងពណ៌ប្រផេះដ៏ងងឹតនិងចម្លែកឈរនៅចំណុចកណ្ដាលនៃកម្លាំងពណ៌ប្រផេះនេះវាគឺជាក្របភ្នែកពណ៌ប្រផេះដែលពោពេញទៅដោយកម្លាំងនៃវិញ្ញាណបិសាចក្របភ្នែកនោះគឺពោពេញទៅដោយដានមិនធម្មតានិងបង្ហូរឈាមខណៈពេលដែលភាពកាចសាហាវពីបុរាណបានបំពេញវាទោះជាយ៉ាងណាក៏ដោយរាល់ពេលដែលភាពសាហាវខូខើនេះបានផ្ទុះឡើងថ្មយិនអាចកំបាំងពីបុរាណដែលនៅខាងលើនោះនឹងបញ្ចេញនៅពន្លឺពណ៌សមករៀងវារហូតទាល់តែវាមិនអាចផ្លាស់ទីទៅណាបានរោងពេជ្រនោះគុំនិតមួយក៏បានរាលដាលពេញកន្លែងនេះហើយបន្ទាប់មកថ្មយិនអាចកំបាំងដែលបានទប់ស្កាត់គ្រាប់ភ្នែកពណ៌ប្រផេះនៅទីបំផុតក៏បានដកពន្លឺពណ៌សចេញនៅពេលដែលថ្មយិនអាចកំបាំងឈប់ជាបសម្កត់វាហើយនោះដាស់នៃជាភ្លាមក៏បានចាប់ផ្ដើមលេចចេញពីគ្រាប់ភ្នែកពណ៌ប្រផេះមុនពេលដែលភាពសាហាវរបស់វាស្រាប់តែបានផ្ទុះឡើងទាំងស្រុងកណ្ដាប់ដៃផ្កាយដំហេមីសម្រេចទៀបហើយនឹងជ្រៅមួយរំពេចក៏បានបន្លឺឡើងនៅលើមេឃជាងហៅក៏បានបញ្ចេញនៅទឹកមុខយ៉ាងម៉ឺងម៉ាត់ខណៈពេលដែលគាត់បានក្តាប់កណ្ដាប់ដៃរបស់គាត់ហើយក៏បានគប់ចេញដោយមិនមានដាននៃការប្រឌិតអ្វីឡើយប៉ាំងកណ្ដាប់ដៃរបស់គាត់បានវាប្រហារយ៉ាងគោខៅទៅនៅផ្កាយពណ៌ប្រផេះដែលនៅពីមុខគាត់ក្រោយមកផ្កាយក៏បានហោះចេញនិងបានបង្កើតទៅជាពន្លឺដែលដូចជាកន្ទុយពណ៌ប្រផេះវាគឺប្រៀបដូចទៅជាអាចផ្កាយដែលកំពុងតែហោះពាសពេញផ្ទៃមេឃនៅពេលដែលវាបានហោះឆ្ពោះទៅរកលេនតុងជាមួយនឹងរលកដ៏ខ្លាំងក្លានិងគួរអភ័យខ្លាចក្រែកផ្កាយបានបន្លឺនៅសំឡេងប្រេះមុនពេលដែលវាអាចធ្លាក់ចុះមកលើដីវាក៏បានបន្សល់នៅស្លាកស្នាមប្រេះរាប់មិនអស់នៅលើដីរលកដែលបានរីករាលដាលចេញវាគឺដូចជាសូម្បីតែសិស្សមួយចំនួនដែលនៅចម្ងាយឆ្ងាយក៏អាចមានអារម្មណ៍ឈឺចាប់និងត្រជាក់នៅលើស្បែករបស់ពួកគេដែរភាពត្រជាក់នេះក៏បានធ្វើឲ្យទឹកមុខរបស់ពួកសិស្សមួយចំនួនមានការផ្លាស់ប្ដូរហើយរលកដែលបានមកជាបន្តបន្ទាប់គឺពិតជាគួរអភ័យខ្លាចណាស់ប្រសិនបើពួកគេស្ថិតនៅកន្លែងដែលលេនតុងស្ថិតនៅតើពួកគេនឹងមិនត្រូវបានវាប្រហារដោយផ្ទាល់ដោយខ្យល់នៃកណ្ដាប់ដៃដ៏កាចសាហាវនិងហឹង្សានោះរហូតដល់ប្រែទៅជាដងពុកមែនទេតើហេតុអ្វីបានជាលេនតុងនៅតែមិនមានប្រតិកម្មអញ្ចឹងនៅឯពួកសិស្សផ្ទាល់មកលេងហើយនឹងអ្នកផ្សេងទៀតក៏មានទឹកមុខព្រួយបារម្ភនៅពេលដែលពួកគេបានសម្លឹងទៅមើលលេនតុងដែលមិនទាន់បានធ្វើសកម្មភាពនៅឡើយរាងកាយរបស់ពួកគេក៏បានប្រែទៅជាតានតឹងដោយអចេតនាប៉ាំងផ្កាយពណ៌ប្រផេះនោះគឺពិតជាលឿនណាស់ក្នុងពេលត្រាប់តែពី3ដងហើមវាក៏បានមកដល់នៅពីលើលេនតុងរួចទៅហើយនៅពេលដែលគ្រប់គ្នាឈប់ដកដង្ហើមលេនតុងដែលមិនទាន់បានបង្ហាញពីសញ្ញានៃសកម្មភាពណាមួយនោះនៅទីបំផុតត្រាប់តែបានងើបមុខរបស់គាត់ឡើងយឺតហើយភ្នែកទាំងពីររបស់គាត់ក៏បានបើកឡើងភ្លាមនោះដែរនៅពេលដែលលេនតុងបានបើកភ្នែករបស់គាត់ឡើងខ្សែបន្ទាត់ពណ៌ប្រផេះនៅចន្លោះចិញ្ចើមរបស់គាត់ស្រាប់តែបានបែកចេញពីគ្នាបន្ទាប់ពីនោះមកពណ៌ប្រផេះក៏បានប្រមូលផ្តុំគ្នា
ហើយកន្លែងដែលនៅចន្លោះចិញ្ចើមរបស់គាត់គឺពិតជាបានប្រែក្លាយទៅជាភ្នែកត្រីកោណពណ៌ប្រផេះភ្លាមនោះនៅពេលដែលភ្នែកពណ៌ប្រផេះបានលេចចេញមកលំហដែលនៅជុំវិញលិនតងស្រាប់តែខូចទ្រង់ទ្រាយរលកនៃការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក៏បានរាលដាលចេញយ៉ាងខ្លាំងឈិនចិនហើយនឹងអ៊ូតាវដែលអង្គុយនៅលើកៅអីថ្មនៅទីបំផុតក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលភ្នែកពណ៌ប្រផេះបានលេចឡើងភ្លាមនោះពួកគេក៏បានក្រោកឈរឡើងហើយក៏បានស្រែកឡើងដោយអចេតនាក្នុងលក្ខណៈតក់ស្លុតថាហ៎ភ្នែកបិសាចដាច់ស្រយាលនៅពេលដែលពួកគេបានក្រោកឈរឡើងពន្លឺពណ៌ប្រផេះដែលមិនធម្មតានោះក៏បានផ្ទុះចេញពីភ្នែកពណ៌ប្រផេះរបស់លិនតងក្រោយមកវាក៏បានរំកិលឡើងទៅលើមេឃយ៉ាងស្ងាត់ស្ងាត់ហើយក៏បានបុកគ្នាជាមួយនឹងផ្កាយពណ៌ប្រផេះប៊ុំគ្មានសំឡេងរំជួយដីនៅពេលដែលការបុកគ្នាបានកើតឡើងនោះទេពន្លឺពណ៌ប្រផេះបានជ្រាបចូលដោយផ្ទាល់តាមរយៈផ្កាយក្នុងលក្ខណៈសាមញ្ញនិងគ្មានការរារាំងបន្ទាប់ពីនោះមកស្នាមប្រេះក៏បានគ្របដណ្ដប់នៅពីលើផ្កាយនៅទីបំផុតវាក៏បានផ្ទុះឡើងដោយផ្ទាល់នៅចំពោះមុខភ្នែកដ៏តក់ស្លុតរបស់សិស្សទាំងអស់កណ្ដាប់ដៃដ៏សាហាវរបស់ជាងហៅគឺពិតជាត្រូវបានបំបីយ៉ាងងាយជាងហៅបានស្រឡាំងកាំងដូចគ្នានៅពេលដែលឃើញទស្សនវិជ្ជានេះមុនពេលដែលគាត់អាចប្រតិកម្មបានរត់យើងទាំងអស់នៅជុំវិញខ្លួនរបស់គាត់ស្រាប់តែបានបើកចំហតាមរយៈនៃភ្នែកស្រពោនគាត់គឺអាចមើលឃើញពន្លឺពណ៌ប្រផេះបានហោះមករកគាត់ក្នុងល្បឿនដ៏គួរឲ្យរន្ធត់នេះគឺជាពន្លឺដែលបានជ្រាបចូលតាមរយៈកណ្ដាប់ដៃផ្កាយដ៏មហិមារបស់គាត់កាលពីមុនហើយវាគឺពិតជាលឿនណាស់ហើយគ្មានផ្លូវគេចេញពីវាបាននោះទេសសពពន្លឺពណ៌ប្រផេះនោះគឺពិតជាលឿនណាស់ដែលជាងហៅគ្មានផ្លូវគេចេញពីវាបានឡើយភ្លាមនោះគាត់បានខំថ្មីរបស់គាត់ពន្លឺពណ៌មាសក៏បានភ្លឺឡើងមុនពេលដែលវាបានបំផ្លែងដោយផ្ទាល់ទៅជាខែនៃពន្លឺពណ៌មាសដ៏ក្រាស់ដែលនៅពីមុខគាត់ពន្លឺពណ៌ប្រផេះបានមកដល់ក្នុងពេលត្រឹមតែមុនប្រព្រឹត្តភ្នែកបន្ទាប់ពីនោះមកវាក៏បានប៉ះជាមួយនឹងខែពន្លឺពណ៌មាសនោះដែលនៅចំពោះមុខអ្នកមើលរាប់មិនអស់យ៉ាងណាក៏ដោយមិនយូរប៉ុន្មានទឹកមុខរបស់ជាងហៅក៏បានលេចឡើងដោយការភ័យខ្លាចនេះគឺដោយសារតែគាត់បានរកឃើញថាការការពាររបស់គាត់គឺគ្មានប្រយោជន៍ប្រឆាំងជាមួយនឹងការវាយប្រហារនោះឡើយអារម្មណ៍នៃគ្រោះថ្នាក់ក៏បានគ្របដណ្ដប់នៅក្នុងចិត្តរបស់គាត់អង្គុយនៅលើកៅអីថ្មទឹកមុខរបស់ចិនចិនក៏មានភាពតានតឹងរាងកាយរបស់គាត់បានញ័រមុនពេលដែលគាត់បានបាត់ខ្លួនយ៉ាងចម្លែកវាហាក់ដូចជាគាត់ត្រូវតែធ្វើអន្តរាគមន៍ក្នុងការប្រកួតមួយនេះខែលពណ៌មាសដែលភ្លឺចែងចាំងក៏បានចាប់ដើមដួលរលំក្នុងល្បឿនដ៏គួរឲ្យភ្ញាក់ផ្អើលដោយសារតែពន្លឺពណ៌ប្រផេះនោះខែលការពារនោះដែលអាចទប់ទល់ជាមួយនឹងការវាយប្រហារទាំងអស់ពីអ្នកជំនាញដែលស្ថិតនៅដំណាក់កាលនេះពី7យានគឺបានដួលរលំដូចជាក្រដានៅពេលនេះទឹកមុខរបស់ជាងហៅក៏បានបង្ហាញពីអារម្មណ៍នៃការភ័យស្លន់ទោះជាយ៉ាងណាក៏ដោយដោយសារតែគាត់អាចខ្លាចទៅជាសិស្សផ្ទាល់ម្នាក់នៅក្នុងចំណោមសិស្សផ្ទាល់ជាន់ខ្ពស់ទាំង4នាក់នៃសាកដាច់ស្រយាលគាត់មិនមែនជាបុគ្គលធម្មតានោះទេនៅចំពោះមុខគ្រោះថ្នាក់គាត់គឺបានធ្វើសកម្មភាពយ៉ាងម៉ឺម៉ាត់ភ្លាមនោះគាត់ក៏បានរួញច្រានទៅនឹងខែនៃពន្លឺពណ៌មាសដែលនៅពីមុខគាត់មុនពេលដែលគាត់បានប្រេះសន្ទុះនោះដើម្បីដកថយនៅពេលដែលជាងហៅបានដកថយភ្លាមនោះពន្លឺពណ៌ប្រផេះក៏បានទម្លុះរួនមួយតាមខែលពណ៌មាសរបស់គាត់ជាងនេះទៅទៀតវាក៏បានបន្តជាមួយនឹងល្បឿនដ៏គួរឲ្យភ្ញាក់ផ្អើលហើយក៏បានហោះត្រង់ឆ្ពោះទៅកាន់ជាងហៅប៉ាំងប៉ាំងទឹកមុខរបស់ជាងហៅក៏ប្រែទៅជាអាក្រក់នៅពេលដែលគាត់បានដកថយយ៉ាងលឿននៅពេលដែលគាត់បានក្រវ៉ាត់ដៃឲ្យរបស់គាត់ជាបន្តបន្ទាប់រលកនៃធម្មពលដៃស្រយាលដ៏មានឥទ្ធិពលក៏បានបញ្ចេញយ៉ាងលឿនបន្ទាប់ពីនោះមកគាត់ក៏បានព្យាយាមប្រើនៅរលកនៃធម្មពលទាំងអស់នោះដើម្បីរារាំងសសរនៃពន្លឺពណ៌ប្រផេះដ៏ចម្លែកដែលកំពុងតែឆ្ពោះមករកគាត់ទោះជាយ៉ាងណាក៏ដោយវាគឺច្បាស់ណាស់ថាការរារាំងរបស់គាត់នៅក្នុងការតស៊ូវាគឺគ្មានប្រយោជន៍នោះទេបើទោះបីជាសសរពន្លឺពណ៌ប្រផេះមិនគួរឲ្យភ័យខ្លាចក្នុងការមើលឃើញវាក៏ដោយក៏កម្លាំងជ្រះចាប់ដែលវាមានគឺនៅកម្រិតដ៏គួរឲ្យភ័យខ្លាចដូច្នេះហើយរលកធម្មពលដាច់ស្រយាលដែលត្រូវបានបញ្ជូនចេញដោយជាងហៅមិនអាចរារាំងពន្លឺពណ៌ប្រផេះនោះទាល់តែសោះនៅពេលនេះទីលានទាំងមូលគឺត្រូវបានគេសម្លឹងមើលយ៉ាងយកចិត្តទុកដាក់សិស្សរាប់មិនអស់ដែលបានអង្គុយកាលពីដំបូងទាំងអស់គ្នាក៏បានក្រោកឈរឡើងភ្លាមពួកគេទាំងអស់គ្នាក៏បានបង្ហាញនៅទឹកមុខស្រងត់ស្រងាត់ខណៈពេលដែលពួកគេសម្លឹងទៅមើលជាងហៅដែលឥឡូវនេះគឺមានទុក្ខលំបាកយ៉ាងខ្លាំងក្នុងវិនាទីនេះពួកគេម្នាក់គឺមានទឹកមុខមិនជឿស្ថានភាពនេះគឺបានប្រែប្រួលលឿនពេកហើយដើមឡើយពួកគេបានសន្មតថាការប្រជុំនេះនឹងបញ្ចប់នៅពេលដែលជាងហៅបានបញ្ចេញនៅការពីប្រហារដោយកណ្ដាប់ដៃផ្កាយដ៏មហិមារបស់គាត់ទោះជាយ៉ាងណាក៏ដោយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេនឹងរំពឹងថាមិនត្រឹមតែលិនតងអាចដោះស្រាយការវិប្រហារដ៏គួរឲ្យភ័យខ្លាចបែបនេះប៉ុណ្ណោះទេក៏ប៉ុន្តែគាត់ថែមទាំងអាចបង្ខំឲ្យជាងហៅចូលទៅក្នុងស្ថានភាពដ៏សោកសង្វេគបែបនេះទៀតផង
ភាពចលាចលក៏បានរាលដាលពីពេញកំពូលភ្នំទាំងមូលហើយសូម្បីតែបាងតងហ្វាំងយុនហើយនិងសុងជូក៏បានត្រូវចំអកនៅនឹងកន្លែងកើតហេតុដែរពួកគេទាំង3នាក់បានសម្លឹងមើលមុខគ្នាទៅវិញទៅមកហើយពួកគេទាំងអស់គ្នាអាចមើលឃើញនូវភាពតក់ស្លុតដែលមាននៅក្នុងភ្នែករបស់ពួកគេទៅវិញទៅមកនៅពេលនេះជាងហៅមិនអាចខ្វល់ខ្វាយអំពីភាពចលាចលដែលកំពុងតែកើតឡើងនៅលើកំពូលភ្នំនោះទេការយកចិត្តទុកដាក់របស់គាត់គឺបានផ្ដោតទាំងស្រុងទៅនឹងសសរនៃពន្លឺពណ៌ប្រផេះដែលកំពុងតែតម្រង់មករកគាត់ដែលដូចជាសត្វដង្កូវដែលកំពុងតែរស់នៅក្នុងឆ្អឹងរបស់គាត់អារម្មណ៍នៃគ្រោះថ្នាក់បានកើនឡើងនៅក្នុងចិត្តរបស់គាត់ដែលធ្វើឲ្យរួមទាំងអស់នៅលើដងខ្លួនរបស់គាត់បានបាក់ឡើងដោយអចេតនាហើយតើខ្ញុំត្រូវបានតាមទាន់ហើយមែនទេភ្នែករបស់ជាងហៅក៏បានប្រែទៅជាស្រឡាំងកាំងសសរនៃពន្លឺពណ៌ប្រផេះបានទម្លុះកាត់តាមចន្លោះប្រហោងដែលដូចជាភ្លើងហើយតាមពិតទៅវាគឺបានមកដល់នៅពីមុខគាត់ហើយខ្ញុំមិនជឿថាខ្ញុំមិនអាចរារាំងឯងបាននោះទេបន្ទាប់ពីបានដកថយក្នុងលក្ខណៈដ៏តានតឹងបែបនេះកំហឹងរបស់ជាងហៅស្រាប់តែបានផ្ទុះឡើងគាត់បានងើបមុខរបស់គាត់ឡើងហើយធម្មពលយានដែលគ្មានព្រំដែនក៏បានផ្ទុះចេញពីរាងកាយរបស់គាត់យ៉ាងឈួតឈួតមុនពេលដែលគាត់បានចាប់ផ្ដើមការវាយប្រហារដោយបាតដៃទោះជាយ៉ាងណាក៏ដោយនៅពេលដែលជាងហៅជិតនឹងបញ្ចេញនៅធម្មពលជាតិទាំងអស់នៅក្នុងបាតដៃរបស់គាត់នោះវាក៏មានរូបរាងវែងចំណាស់មួយស្រាប់តែបានលេចឡើងនៅចំពោះមុខគាត់ជាមួយនឹងរលកនៃដៃអាវរបស់គាត់កម្លាំងដ៏ទន់ភ្លន់មួយស្រាប់តែបានលេចចេញមកហើយក៏បានបណ្ដេញជាងហៅឲ្យចាក់ចេញនៅពេលជាមួយគ្នានោះដែរគាត់ក៏បានបង្វិលបាតដៃរបស់គាត់ម្ដងទៀតមុនពេលដែលធម្មពលជាតិមិនចេះចប់ស្រាប់តែបានផុសចេញមកហើយក៏បានបង្កើតទៅជាខ្សែស្រឡាយនៃធម្មពលជាតិដ៏ធំសម្បើមដែលនៅពីមុខគាត់ចារណនៃធម្មពលនេះក៏បានបង្វិលយ៉ាងឈួតឈួតនៅពេលដែលធម្មពលជាតិនៅក្នុងវាបានបន្តកើនឡើងឥតឈប់ឈរសសរនៃពន្លឺពណ៌ប្រផេះក៏បានប្រញាប់ប្រញាល់ចូលទៅក្នុងចារណនៃធម្មពលជាតិដែលកំពុងតែវិលជាមួយនឹងល្បឿនដូចជាភ្លេចបន្ទោបន្ទាប់ពីរឿងនេះបានកើតឡើងអ្នករាល់គ្នាអាចមើលឃើញការផ្ទុះដ៏ធំមួយចំនួនបានផ្ទុះឡើងនៅក្នុងចារណនៃធម្មពលនេះការក្រឡេកមើលរបស់ឆិនចិនក៏ប្រែទៅជាត្រពេកត្រពិលនៅពេលដែលគាត់បានសម្លឹងទៅមើលសសរពន្លឺពណ៌ប្រផេះនោះដែលកំពុងតែឆាបឆេះនៅក្នុងរង្វង់នៃធម្មពលនៅពេលនេះគាត់បានលើកដៃទាំងពីររបស់គាត់ឡើងយឺតៗហើយក៏បានអង្អែលទៅលើចរន្តនៃធម្មពលដែលកំពុងតែវិលដែលបានបណ្ដាលឲ្យវាបានខ្ចាត់ឆាយបន្ទាប់ពីឆិនចិនបានដោះស្រាយពន្លឺពណ៌ប្រផេះជាងហៅគឺបានចុះមកដល់ដីរួចទៅហើយបន្ទាប់ពីឆិនចិនដោះស្រាយជាមួយនឹងពន្លឺពណ៌ប្រផេះជាងហៅគឺបានចុះមកដល់ដីរួចទៅហើយគាត់បានងើបមុខរបស់គាត់ឡើងហើយដៃរបស់គាត់គឺនៅតែញ័រខណៈពេលដែលមុខរបស់គាត់គឺមានភាពស្លេកស្លាំងអញ្ចឹងអ្នកទាំងអស់គ្នាឆិនចិនគឺគាត់បានចេញមកអន្តរាគមន៍ណាហើយគាត់ក៏បានប្រើអំណាចធម្មពលរបស់គាត់ដើម្បីបង្កើតទៅជារង្វង់នៃធម្មពលណាវាប្រៀបដូចទៅជាហៅថាទឹកគួយណាមើលទៅដូចទឹកគួយណាហើយក៏បានស្រូបយកធម្មពលរបស់លិនតុងដែលបានវាយប្រហារណាអញ្ចឹងអាហ្នឹងគឺយើងអាចប្រៀបធៀបទៅនឹងរឿងសៀវយានណាចំពោះអ្នកដែលស្ថិតនៅកម្រិតទី9គឺអាចហែកលំហនៅបានបង្កើតទៅជាហៅថារត់មួយដើម្បីស្រូបយកនៅធម្មពលណានៅពេលនេះនៅលើកំពូលភ្នំទាំងមូលបានស្ងប់ស្ងាត់ហើយការក្រឡេកមើលជាច្រើនក៏បានបដោតទៅលើរាងកាយរបស់ចិនចិនមុនពេលដែលពួកគេទាំងអស់គ្នាបានស្រឡាំងកាំងដោយសម្ងាត់ក្នុងនាមជាសិស្សនៃសាដាច់ត្រយ៉ាល់ពួកគេបានដឹងយ៉ាងច្បាស់ថានៅពេលដែលពួកសិស្សមិនបានប៉ះពាល់ទៅដល់ជីវិតនោះប្រធាននៃសាធំនឹងមិនធ្វើអន្តរាគមន៍ឡើយតាមពិតទៅពួកគេនឹងអាចជ្រៀតជ្រែកបានលុះត្រាតែមានអបអតិហេតុដែលបានកើតឡើងហើយនឹងមិនអាចគ្រប់គ្រងបានប៉ាងតងនិងមនុស្ស2នាក់ផ្សេងទៀតប៉ាងតងនិងពួកគេ2នាក់ទៀតក៏បានមើលឃើញឈុតឆាកនេះទាំងញាប់ញ័រនៅក្នុងចើតឆាន់ចិនបានសួរក្នុងសំឡេងធូរស្រាលខណៈពេលដែលគាត់កំពុងតែសង្កាំងនៅកណ្ដាលអាកាសគាត់កំពុងតែសម្លឹងទៅមើលលិនតុងដែលនៅខាងក្រោមដោយភាពស្មុគស្មាញនៅក្នុងភ្នែករបស់គាត់លិនតុងតើនោះគឺជាភ្នែកបិសាចដាច់ស្រយាលមែនទេនៅពេលដែលសំណួរនេះបានលេចចេញមកសំឡេងនៃការភ្ញាក់ផ្អើលក៏បានបន្លឺឡើងពីគ្រប់ទិសទីនៅក្នុងទីលានតាមពិតទៅប៉ាងតុងជាងហៅហើយនឹង2នាក់ទៀតក៏បានបង្ហាញនៅភាពភ្ញាក់ផ្អើលដ៏សម្បូរបែបលេចឡើងនៅក្នុងភ្នែករបស់ពួកគេផងដែរនៅក្នុងចំណោមសិល្បៈក្បាច់គុននៃសាដាច់ស្រយាលគម្ពីរដាច់ស្រយាលគឺមានឥទ្ធិពលបំផុតនៅខាងក្រោមគម្ពីរដាច់ស្រយាលវាគឺជាអ្វីដែលគេហៅថាសិល្បៈក្បាច់គុនដ៏អស្ចារ្យទាំង4នៅក្នុងចំណោមពួកគេភ្នែកបិសាចដាច់ស្រយាលគឺពិបាកធ្វើជាម្ចាស់បំផុតក្នុងរយៈពេលប្រមាណឆ្នាំមុននេះបើទោះបីជាមិនអាចនិយាយបានថាគ្មាននរណាម្នាក់អាចគ្រប់គ្រងភ្នែកបិសាចដាច់ស្រយាលបានក៏ដោយក៏ប៉ុន្តែពួកគេភាគច្រើនគឺជាសមាជិកចំនួនមុនរបស់សាដាច់ស្រយាលក្នុងចំណោមសិស្សទាំងឡាយគ្មាននរណាម្នាក់ដែលបានជោគជ័យចំពោះវាឡើយទោះជាយ៉ាងណាក៏ដោយនៅចំពោះមុខពួកគេលិនតុងគឺពិតជាអាចរៀនភ្នែកបិសាចដាច់ស្រយាល
ដែលត្រូវបានគេចាត់ទុកថាគឺជាសិល្បៈក្បាច់គុនដ៏សាហាវបំផុតនៅក្នុងសារដាច់ស្រយាលតើម៉េចមិនធ្វើឲ្យពួកគេមានអារម្មណ៍តក់ស្លុតបានទៅជាងនេះទៅទៀតពួកគេបានដឹងយ៉ាងច្បាស់ថាលិនតុងគឺទើបតែបានចូលរៀននៅក្នុងសាលសិល្បៈក្បាច់គុនរយៈពេល5ថ្ងៃតែប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេល5ថ្ងៃនេះគាត់គឺពិតជាអាចទទួលបាននូវជំនាញដំបូងទៅលើភ្នែកបិសាចដាច់ស្រយាលមែនទេហើយតើមនុស្សម្នាក់នេះគឺជាមនុស្សដែរឬទេប៉ាងតងនិង3នាក់ទៀតក៏បានគិតនៅពេលដែលពួកគេបានមើលមុខគ្នាពួកគេទាំងអស់គ្នាមានអារម្មណ៍ស្មុគស្មាញធ្វើតែប៉ុន្តែពួកគេគឺសុទ្ធតែមានទេពកោសល្យខ្ពង់ខ្ពស់ក៏ដោយប្រសិនបើពួកគេប្រៀបធៀបជាមួយនឹងលេនតុងអ្នកនោះពួកគេគឺហាក់ដូចជាសាមញ្ញជាការពិតណាពួកគេទាំង4នាក់នោះមិនបានដឹងថាមូលហេតុអ្វីបានជាលេនតុងអាចធ្វើដូច្នេះបាននោះទេហើយវាគឺមិនត្រឹមតែដោយសារតែទេពកោសល្យរបស់គាត់ប៉ុណ្ណោះទេក៏ប៉ុន្តែដោយសារតែគាត់គឺមានថ្មយន្តអាចកំបាំងផងដែរទោះបីជាភ្នែកបិសាចដាច់ស្រយាលមានការអត់ធ្មត់ខ្លាំងនិងពិបាករៀនក៏ដោយហើយមនុស្សធម្មតានឹងពិបាកក្នុងការគ្រប់គ្រងវាបានយ៉ាងពេញលេញក៏ដោយក៏លិនតោងគឺមានថ្មយន្តអាចកំបាំងដូច្នេះហើយគាត់គឺអាចទប់ទល់និងអាចគ្រប់គ្រងវាបានយ៉ាងពេញលេញគ្រប់ការសម្លឹងមើលទាំងមូលនៅក្នុងទីលានក៏ត្រូវបានផ្ដោតទៅលើរាងកាយរបស់លិនតោងនៅពេលនេះភ្នែកពួរប្រផេះនៅលើថ្ងាសរបស់លិនតោងបានចាប់ផ្ដើមបិទមុនពេលដែលវាបានប្រែទៅជាព្រួតប្រផេះហើយក៏បានបាត់ទៅវិញបន្ទាប់ពីភ្នែកពួរប្រផេះត្រូវបានបាត់ទឹកមុខរបស់លិនតោងក៏បានលេចចេញជារូបរាងស្លេកស្លាំងភាពសាហាវខូខើធម្មពលយានហើយនឹងការប្រើប្រាស់ធម្មពលផ្លូវចិត្តនៃភ្នែកបិសាចដាច់ស្រយាលគឺបានលើពីការរំពឹងទុករបស់គាត់ទាំងស្រុងប្រសិនបើចិនមិនធ្វើអន្តរាគមន៍ទាន់ពេលនោះទេការវាប្រហារការពីលើកមុនទំនងជានឹងធ្វើឲ្យជាងហៅរងរបួសយ៉ាងធ្ងន់ធ្ងរស្ថានភាពបែបនេះគឺជាអ្វីមួយដែលគាត់គឺច្បាស់ជាមិនចង់ឃើញឡើយយ៉ាងណាមិញនេះគឺជាសារដាច់ស្រយាលហើយមិនមែនជាសមរភូមិបុរាណនោះទេដូច្នេះហើយគាត់មិនអាចឆេវឆាវដោយការពីមុនទៀតបានឡើយបាទលោកប្រធានសាលសិល្បៈក្បាច់គុនដែលខ្ញុំទើបតែប្រើប្រាស់វាគឺពិតជាភ្នែកបិសាចដាច់ស្រយាលមែនលិនតុងក៏បានអោនក្បាលរបស់គាត់ចំពោះទៅរកចិនមុនពេលដែលនិយាយដោយសំឡេងជូរចត់ថាដោយសារតែខ្ញុំទើបតែរៀនជំនាញដំបូងទៅលើវាដូច្នេះហើយទើបខ្ញុំមិនអាចគ្រប់គ្រងវាបានយ៉ាងល្អហើយខ្ញុំឃើញហើយចិនបានអ៊ូរទាំដោយមិនដឹងខ្លួនមុននឹងស្ងៀមស្ងាត់មួយសន្ទុះវាហាក់ដូចជាគាត់កំពុងតែព្យាយាមលុបបំបាត់នៅភាពតក់ស្លុតនៅក្នុងចិត្តរបស់គាត់នៅពេលនេះបន្ទាប់ពីបានឃើញចិនស្ងប់ស្ងាត់លិនតុងមិនបាននិយាយទៀតនោះទេគាត់បានដឹងថាចិនហើយនឹងអ្នកផ្សេងទៀតត្រូវតែមានការភ្ញាក់ផ្អើលជាខ្លាំងដែលគាត់គឺអាចរៀនភ្នែកបិសាចដាច់ស្រយាលបាននៅពីលើកៅអីថ្មអ៊ូតាវក៏បានលួចសើយ៉ាងជូរចត់នៅក្នុងចិត្តទោះជាយ៉ាងណាក៏ដោយសេចក្តីអំណរក៏បានហូរចូលទៅក្នុងចិត្តរបស់គាត់ភ្លាមលិនតុងកាន់តែមានទេពកោសល្យកាន់តែច្រើនវាក៏កាន់តែល្អសម្រាប់សារដាច់ស្រយាលរបស់ពួកគេយ៉ាងណាមិញវាគឺមានរយៈពេលជាច្រើនឆ្នាំមកហើយដែលសារដាច់ស្រយាលរបស់ពួកគេបានបង្កើតសិស្សពួកគេបែបនេះចិនក៏បាននិយាយដោយសំឡេងដ៏ធ្ងន់ធ្ងរបន្ទាប់ពីទទួលបាននូវភាពច្បាស់លាស់ឡើងវិញហើយផ្លូវដែលភ្នែកបិសាចដាច់ស្រយាលបានដើរនៅលើវាគឺស្វែងរកអំណាចសម្រាប់កាន់តែច្រើននៅថ្ងៃអនាគតប្រសិនបើឯងមិនអាចគ្រប់គ្រងវាបានទាំងស្រុងនោះទេសូមឯងព្យាយាមកុំប្រើប្រាស់វានៅពេលដែលឯងប្រយុទ្ធគ្នាជាមួយនឹងសិស្សដទៃទៀតអីលើពីនេះទៅទៀតសិល្បៈក្បាច់គុននេះនឹងមានអត្ថប្រយោជន៍អាក្រក់ទៅលើអ្នកដែលកំពុងតែប្រើប្រាស់វាប្រសិនបើវាជាចំណុចប្រសពដ៏សំខាន់នោះវាគឺជាការល្អបំផុតដែលឯងមិនត្រូវប្រើប្រាស់វាឡើយបាទសិស្សយល់ហើយលិនតុងក៏បានងក់ក្បាលដោយការគោរពគាត់មិនបានលាតត្រដាងអំពីអត្ថភាពនៃថ្មយន្តអាចកំបាំងនោះទេតាមពិតទៅគាត់មិនចាំបាច់ខ្វល់ខ្វាយពីអត្ថប្រយោជន៍នៃការជ្រែកចាប់ចំពោះភ្នែកបិសាចដាច់ស្រយាលដោយសារតែវានោះទេយ៉ាងណាក៏ដោយថ្មយន្តអាចកំបាំងគឺពិតជាអាចកំបាំងដ៏អស្ចារ្យបំផុតរបស់គាត់អាស្រ័យហេតុនេះហើយដោយសារតែអាកប្បកិរិយាប្រុងប្រយ័ត្នរបស់គាត់គឺពិតជាមិនចង់បញ្ចេញអត្ថិភាពរបស់វានោះទេបើទោះបីជាគាត់ដឹងថាចិនហើយនឹងអ្នកផ្សេងទៀតមិនមានចេតនាអាក្រក់ណាមួយមកលើគាត់ក៏ដោយចិនបានងាកទៅរកប៉ាងតោងនិងអ្នកដែលនៅសេសសល់ហើយសួរថាសម្រាប់ការប្រកួតនៅថ្ងៃនេះអ្នកឈ្នះនិងអ្នកចាញ់គឺត្រូវបានសម្រេចហើយចាប់ពីថ្ងៃនេះតទៅឯងនឹងក្លាយទៅជាសិស្សផ្ទាល់ចិនខ្ពស់ទី5នៃសាស្ត្រដាច់ស្រយាលតើមានអ្នកផ្សេងទៀតប្រឆាំងដែរទេក្រោយពីបានលើពាក្យសម្ដីរបស់គាត់ហើយប៉ាងតោងនិង3អ្នកទៀតស្ទាក់ទើមួយរយៈមុននឹងបានងក់ក្បាលលើកនេះសូម្បីតែជាងហៅក៏បានត្រឹមតែសើយ៉ាងជូរចត់អំណាចដែលលិនតុងបានបង្ហាញគឺបានធ្វើឲ្យគាត់គ្មានហេតុផលណាដើម្បីជំទាស់ទៀតនោះទេបន្ទាប់ពីប៉ាងតងនិង3នាក់ផ្សេងទៀតបានបង្ហាញថាពួកគេមិនជំទាស់នោះទេទីលានទាំងមូលក៏បានផ្ទុះឡើងភ្លាមអមទៅដោយសំឡេងអបអរសាទរសិស្សនៃសាស្ត្រដាច់ស្រយាលរាប់ម៉ឺននាក់ក៏បានសម្លឹងទៅមើលយ៉ាងកៀវខ្លាចំពោះរូបរាងស្គមដែលឈរនៅកណ្ដាលទីលាន
បាននៃការគោរពក៏បានលេចឡើងនៅលើមុខរបស់ពួកគេទាំងអស់គ្នាបន្ទាប់ពីការប្រកួតនៅថ្ងៃនេះត្រូវបានបញ្ចប់លិនតូគឺបានយកឈ្នះយ៉ាងម៉ត់ចត់ចំពោះសិស្សទាំងអស់នៅក្នុងសាលដាច់ត្រយ៉ាលចាប់ពីថ្ងៃនេះតទៅគាត់នឹងក្លាយទៅជាសិស្សដែលលឿនបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃសាលដាច់ត្រយ៉ាលដើម្បីក្លាយទៅជាសិស្សផ្ទាល់ជាន់ខ្ពស់អូខេអ្នកទាំងអស់គ្នាសេរីរឿងរបស់យើង admin សូមបញ្ចប់ត្រឹមនឹងសិនហើយការប្រយុទ្ធគ្នារវាងលិនតូហើយនិងជាងហៅគឺត្រូវបានបញ្ចប់ហើយដែរហើយភាគក្រោយៗគឺយើងនឹងមានព្រឹត្តិការណ៍ថ្មីទៀតអរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានរហូតដល់ចប់ជូនពរសំណាងល្អសុខភាពល្អបាយបាយ